បុណ្យមាឃបូជាជាពិធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនាដែលរួមមានមាឃបូជាវិសាខបូជាអាសាឡហបូជានិងបុណ្យបវារណាចេញព្រះវស្សាបុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី588ឆ្នាំមុនគ្រិស្តសករាជនាថ្ងៃទី15កើតខែមិញក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គបានចំនួន9ខែគុណក្នុងឋានៈជាអង្គការសាសនាមួយនេះធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន1250អង្គជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនូវគោលការណ៍ចំនួន11ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិតនិងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ដឹងពីព្រះពុទ្ធសាសនាគោលការណ៍ទាំង11ប្រការនេះមានឈ្មោះជាភាសាបាលីថាអវាទបាតិមោក្ខដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅគោលបំណងរបស់ព្រះពុទ្ធសាសនាឬក៏ដូចជាគោលបំណងរបស់ពុទ្ធសាសនិកជនម្នាក់ៗគឺស្វែងរកនិព្វានដែលប្រែថាសភាវៈប្រឆាទុកមិនមានសេចក្តីទុកមិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួនពាក្យនិព្វាននេះមានន័យស្មើនឹងពាក្យថាសន្តិដែលប្រែថាសេចក្តីស្ងប់យើងអាចនិយាយថាគោលបំណងរបស់ព្រះពុទ្ធសាសនាគឺជាការបង្កើតនូវសន្តិភាពក្នុងដួងចិត្តនេះដែរក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផងការកាន់ព្រះពុទ្ធសាសនាគឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពរបស់ខ្លួននិងចូលរួមចំណែកដល់សន្តិភាពសង្គមនិងពិភពលោកនេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើឲ្យបានសម្រេចគោលដៅសន្តិភាពឬនិព្វានមិនមែនកើតឡើងក្នុងការសុំបន់ស្រន់បួងសួងទេនិងក៏មិនអាចកើតឡើងដោយការផ្ដល់ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អាទិទេពឬព្រះជាម្ចាស់អង្គណាមួយឡើយសន្តិភាពនេះកើតដោយសារការសន្សំរបស់សកម្មភាពទាំង3យ៉ាងគឺការមិនធ្វើអំពើអាក្រក់ការកម្ចាត់អំពើអាក្រក់និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្ដីការធ្វើអំពើល្អបង្កើតអំពើល្អនិងរក្សាអំពើល្អឲ្យស្ថិតស្ថេរគង់វង្សក្នុងជីវិតរស់នៅប្រចាំថ្ងៃទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្ដីពង្រឹងចិត្តដែលជាមូលដ្ឋាននៃអំពើដោយកម្ចាត់កិលេសឬមេរោគដែលតោងក្នុងចិត្តឲ្យអស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធមិនមានសភាវៈអាក្រក់ស្ថិតនៅលក្ខណៈរបស់ពុទ្ធសាសនិកជនលក្ខខណ្ឌទី1មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អនិងកម្ចាត់អំពើអាក្រក់លក្ខខណ្ឌទី2មិនប្រើអំពើហិង្សាក្នុងការរស់នៅលក្ខខណ្ឌទី3មិនប្រើពាក្យបៀតបៀននិងតេះដៀលអ្នកដទៃលក្ខខណ្ឌទី4រក្សាសិលរស់នៅក្នុងច្បាប់យកច្បាប់ជាធំលក្ខខណ្ឌទី5បរិភោគប្រើប្រាស់វត្ថុទាំងឡាយដោយសន្សំសំចៃនិងស្គាល់ប្រមាណលក្ខខណ្ឌទី6ចូលចិត្តភាពស្ងប់ស្ងាត់និងបង្កើតបរិយាកាសស្ងប់ស្ងាត់លក្ខខណ្ឌទី7មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្តធ្វើឲ្យចិត្តមានសមាធិមេរៀនពីបុណ្យមាឃបូជាថ្ងៃនេះជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង11ប្រការនេះសម្រាប់ជាប្រយោជន៍ដល់ពុទ្ធបរិស័ទយកទៅប្រើប្រាស់ចំណុច1ក្នុងឋានៈជាពុទ្ធបរិស័ទការអនុវត្តតាមប្រការទាំង11នេះនឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដចំណុច2ក្នុងឋានៈជាពលរដ្ឋក្នុងសង្គមការមានគោលបំណងរួមមានគោលដៅដូចគ្នានិងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះនឹងអាចនាំមកនូវសន្តិភាពនិងការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាពចំណុច3
ក្នុងឋានៈជាក្រុមបកនៅក្នុងសង្គមឬប្រទេសជាតិមួយដែលព្យាយាមស្វែងរកនៅឱកាសដើម្បីរក្សាសន្តិភាពនិងជំរុញដល់ការអភិវឌ្ឍដល់ប្រទេសជាតិតែឯងនោះការគោរពតាមគោលការណ៍ទាំង11ប្រការនេះនឹងកាត់បន្ថយបាននៅអស្ថិរភាពចំនួននិងអំពើហិង្សាដែលកើតមកពីការប្រកួតប្រជែងគ្នាបានចំណុច4ក្នុងឋានៈជាអ្នកផ្សាយសាសនាការប្រព្រឹត្តទៅតាមគោលការណ៍នេះនឹងនាំឲ្យមានការយោគយល់ការផ្ដល់កិត្តិយសដល់គ្នានឹងគ្នានិងការរស់នៅជុំគ្នាក្នុងឋានៈជាមនុស្សជាតិបានបើទោះជាមានសាសនាខុសៗគ្នាក៏ដោយចំណុច5ក្នុងឋានៈជាអន្តរជាតិការគោរពតាមគោលការណ៍នេះនឹងនាំមកនូវនិរន្តរភាពរបស់មនុស្សជាតិបរិស្ថានធម្មជាតិពិភពសត្វនិងអាកាសធាតុដ៏យូរអង្វែងបានដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្ដើមគ្នាដើម្បីរស់ឡើយសង្ឃឹមថាយើងម្នាក់អាចទាញយកប្រយោជន៍បានខ្លះពីថ្ងៃមាឃបូជានេះនិងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីលនិងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថ្ងៃនេះដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើតព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នាសូមអនុមោទនាពិធីបុណ្យមាឃបូជាសូមអនុមោទនា